យើងកាប់មកដៅទៀតមកយោ hello ម៉ូទីហើយអ្នកទាំងអស់គ្នាអើយបាទថ្ងៃនេះក៏យើងមកលេង Minecraft ទៀតហើយបាទអូខេមើលវីដេអូនេះកុំភ្លេចចុច Subscribe ម្នាក់មួយទូមួយតឡូវយើងក៏ចូលទៅកាន់សាច់រឿងរបស់យើងជាដំបូងក៏ណែថ្ងៃនេះរកតាណែចិញ្ចឹមសត្វណែ2-3ក្បាលទូកាន់កាប់ធ្វើម្ហូបស៊ីនោះឯងចិញ្ចឹមសត្វគោហ្នឹងឯនេះនោះឥឡូវយើងដាក់លបងសិនមកដាក់លបងចេះសិនមកហើយនោះឯងដាក់ចាប់គោក្រយនោះយើងដាក់លបងសិនទូយើងធ្វើលបងធ្វើអីទុកឃុំវាអញ្ចឹងធ្វើក្រលគោចឹងណាវានោះដាក់មកដាក់ចេះមកឡូក៏យើងធ្វើរួចហើយអ្នកគ្នានោះហើយយើងដាក់ទៅនេះមួយទៀតមកក៏គឺថាណែរត់ទៅកាប់ចាប់គូសិនហើយเราយើងកាប់លបងនេះអើយយើងចាប់គូសិនមកចាប់គូចងខ្សែសិនមកហើយយើងយកបថៅកាប់អានេះមកណែយើងយកណែស្រូវយើងយកស្រូវមកយើងបានតាំងពីតែម្ដងហ្នឹងយើងដើរកាន់ស្រូវទៅដើរតាមតាំងពីតែម្ដងនោះហើយតែយើងដើរកាន់ស្រូវស្រួលមិនចងខ្សែឥឡូវយើងដាក់ចងខ្សែត្រេះសិនទៅនោះឥឡូវយើងយករបងមកទុកបិទពួកវាបិទមកផ្លាច់បានមិនយើងបានគោប្រហែលក្បាលដែរ3ក្បាល3 4វ៉ា3ក្បាលដែរបានគោ3ក្បាលយើងបកាត់វាទៀតមកនោះហើយឡូវគិតថាត្រូវដេកបន្តិចសិនយប់ហើយដេកអត់កើតទៀត Monster nearby ណាមើលអានេះក៏មកដេកកន្លែងអញទៀតមកបលងាវយោនេះចាញ់មក A few inches later ដេកមិនកើតរចេញមកក្រៅបន្តិចរមកទេសភាពក្រៅបន្តិចរវាយป่า Monster នោះណាដេកទៅ Monster nearby ដេកមិនកើតអ្នកក្បៃតាន់ដេកដូចជាលឺសំឡេងអុយយាយថ្មលេងដល់ផ្ទះបដ បើទ្វាកាប់វាមកដល់យ៉ាត្រូវពឹសវាអ្នកនេះយីពឹសវាមិនងាយបាត់ទេណាមិនងាយបាត់តែមេកទេណាយូរណាអូវាត្រូវដែរវាត្រូវណែនេះវាដែរវាខ្លួនវាដែរអូយើងកាប់មកដល់ទៀតមក